អរុនសួស្តីបងប្អូនយើងអ្នកជាមុនបាទថ្ងៃនេះផងដែរក៏ចង់ចែករំលែកពាក្យពន្ធនឹងការប្រើប្រាស់វីតាមីនក៏ដូចជាថ្នាំអង់ទីប៊ីយោទិកឲ្យចំគោលដៅឬក៏ឲ្យបានត្រឹមត្រូវសម្រាប់កូនមាន់យើងដែលវាមានអាយុចាប់ពីញាស់រហូតដល់21ថ្ងៃបាទហើយនេះគឺជាសិតសឹងជាចេញពីបទពិសោធន៍ដែលខ្ញុំធ្វើជាក់ស្ដែងនៅកន្លែងកឋាន202របស់ខ្ញុំឃើញថាកូនមាន់បន្ទាប់ពីយើងធ្វើបែបហ្នឹងទៅគឺវាមានសុខភាពល្អខ្លាំងហើយអត្រារស់ច្រើនជាងងាប់ណាបងប្អូនណាបាទហើយចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងប្រាប់អឺរបៀបប្រើវីតាមីនមុនណាជាទូទៅគឺខ្ញុំអត់ដាក់នៅក្នុងកតោទឹកឲ្យវាផឹកទេវីតាមីនបាទកន្លងមកខ្ញុំធ្លាប់ដាក់អញ្ចឹងទៅវានៅពេលដែលកូនមាន់ផឹកឲ្យអស់យើងចាក់ទឹកនឹងចោលទៅវាទីមួយវាខាត់ថ្នាំវីតាមីនយើងទីពីរបើមិនសិនជាករណីដែលទឹកវីតាមីនយើងទុកលើសពី6ម៉ោងវាអាចធ្វើឲ្យកូនមាន់យើងវាមានបញ្ហារាគរូសបាទហ្នឹងមួយទីពីរថ្នាំអង់ទីប៊ីយោទិកដូចគ្នាគឺយើងប្រើចាប់ពីដាក់រហូតដល់6ម៉ោងយើងត្រូវដូរចេញហើយទោះបីជាកូនមាន់យើងផឹកអស់ឬមិនអស់ត្រូវតែដូរចេញអាហ្នឹងវាជាចំណុចដែលយើងខ្ជិះទៅលើការប្រើប្រាស់ថ្នាំណាអញ្ចឹងត្រឡប់មកវិញដើម្បីកុំឲ្យអឺខាតថ្នាំរបស់យើងជាទូទៅខ្ញុំលាយជាមួយនឹងចំណីបាទលាយជាមួយនឹងចំណីវិញបាទដោយផ្សើមជាមួយទឹកតិចៗដាក់ឲ្យវាស៊ីហើយបើសិនជាកូនមាន់យើង100ក្បាលឬក៏លើសហ្នឹងយើងលាយក្នុងបរិមាណ1គីឡូឬក៏1គីឡូជាងអញ្ចឹងយើងលាយស៊ីមក3ដងក្នុងមួយថ្ងៃយើងលាយតាមហ្នឹងទៅណានៅពេលដែលយើងលាយដាក់ជាមួយចំណីគឺវាប្រសិទ្ធភាពខ្ពស់បងប្អូនខ្ពស់យ៉ាងម៉េចវាស៊ីយ៉ាងយូរតែ1ម៉ោងឬ1ម៉ោងកន្លះហើយអស់ហើយឃើញទេអញ្ចឹងយើងអត់ខាត់ថ្នាំវីតាមីនឬក៏ថ្នាំអង់ទីប៊ីយោទិកទេនៅពេលដែលយើងលាយមួយចំណីហើយមុនយើងស៊ីទៅគឺវាប្រសិទ្ធភាពខ្ពស់ជាយើងដាក់នៅក្នុងទឹកឲ្យវាផឹកបាទអញ្ចឹងហើយការធ្វើរបៀបនេះគឺកូនមាន់យើងមានសុខភាពល្អខ្លាំងហើយបងប្អូនអាចសាកល្បងបានព្រោះទាំងអស់នេះគឺសុទ្ធសឹងជាការដកស្រង់ចេញពីការអនុវត្តផ្ទាល់បងប្អូនណាគឺធ្វើទៅគឺវាបានផលពិតៗហើយសុខភាពកូនមុនយើងគឺវាល្អខ្លះខ្លំធម្មតាបាទហើយណាមួយយើងវាអត់ខ្ជិះខ្ជាយថ្នាំផងបងប្អូនណាអត់ខ្ជិះខ្ជាយថ្នាំបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយទៅដល់បងយើងដែលគាត់ធ្លាប់ជួបបញ្ហាឬក៏ការប្រើប្រាស់ប្រសិទ្ធភាពវីតាមីនឬក៏ថ្នាំអង់ទីប៊ីយោទិកអត់សូវមានប្រសិទ្ធភាពឬក៏ខ្ជិះខ្ជាយអីបងប្អូនអាចសាកធ្វើដោយវិធីរបស់ខ្ញុំនេះទៅគឺវាជួយសំចៃថ្នាំរបស់យើងហើយមុនយើងក៏មានសុខភាពល្អខ្លាំងទៀតបាទអញ្ចឹងអរគុណច្រើនបងប្អូនណាចាំជួបគ្នានៅវីដេអូបន្ទាប់